អរគុណព្រះអង្គរៀបសួរដល់បងប្អូនតគ្នាក្នុងពេលឆ្លាញ់របស់ព្រះជាម្ចាស់អរគុណព្រះអង្គខ្ញុំឈ្មោះបុត្រណាវុធជាបុគ្គលិកផ្នែកកំណឹងល្អនៅក្នុងមន្ទីរពេទ្យមេត្តាករណា MMC ហើយខ្ញុំក៏ជាអ្នកជំនួយការប្រធានផ្នែកដែរអរគុណព្រះអង្គនៅថ្ងៃនេះដែលខ្ញុំមានឱកាសមកក្រុមរបស់យើងនៅក្នុងភូមិព្រែកក្មេងក្រុមព្រែកក្មេងនេះគឺជាក្រុមមួយដែលយើងបានចាប់ផ្ដើមដោយមានបងប្អូនយើងនៅទីនេះគាត់បានអញ្ជើញទៅពេទ្យហើយគាត់បានសូមពួកយើងដើម្បីមកជួយពួកគាត់នៅទីនេះដោយព្រោះពួកគាត់មិនខានបានជួបជុំគ្នាគាត់អត់មានអ្នកដែលមកជួយបង្រៀនដល់ពួកគាត់ហើយគាត់ក៏សូមយើងហើយយើងក៏បានមកដល់ផ្ទះគាត់ផ្ទះដំបូងដែលយើងមកគឺផ្ទះមីងពតនៅទីនោះហើយយើងក៏មានជាអ្នកស្គាល់ដល់តិចទៀតទេប៉ុន្តែយើងទៅតាមផ្ទះទូទៅពួកគាត់ដែលបានជឿព្រះអង្គហើយយើងក៏បានក្រុមដើម្បីថ្វាយបង្គំព្រះអង្គប៉ុន្តែដល់ពេលមានក្រុមថ្វាយបង្គំព្រះអង្គមកក៏កូវីដក៏មកដល់ចុងឆ្នាំ2019ហ្នឹងចុងឆ្នាំ2019យើងចាប់ផ្ដើមខានក្នុងការដែលបានជួបជុំពួកគាត់ប៉ុន្តែយើងមាន speaker ដើម្បីជួយដល់ពួកគាត់ទាំងអស់គ្នាឲ្យគាត់អាចនឹងស្ដាប់ចែកជាស្ដាប់បន្តតាមផ្ទះហើយយើងក៏មានក្រុម Messenger ដែលយើងអាចនឹងឆាតវីដេអូយើងមានព្រះបន្ទូលព្រះអង្គនឹងចិត្តពួកគាត់នៅក្នុងវីដេអូនៅក្នុងឆាតហ្នឹងដែរអញ្ចឹងអរគុណព្រះអង្គហើយនៅថ្ងៃនេះនៅពេលនេះគឺយើងមានឱកាសជួបជុំមួយពួកគាត់បន្តទៀតបាញ់គុំព្រះអង្គដដែលហើយក៏មានអ្នកដែលជឿថ្មីក៏គាត់ក៏ព្រមបានទទួលបុណ្យជាមួយទឹកដែរចឹងអរគុណព្រះអង្គនៅថ្ងៃនេះគឺយើងមានអ្នកដែលទទួលបុណ្យមួយទឹក5នាក់ចឹងអរគុណព្រះអង្គសូមឲ្យបងប្អូនទាំងគ្នាបានជួយឋានត្រង់ក្រុមនេះឲ្យនៅតែបន្តជំនឿហើយដើរជាមួយព្រះអង្គហើយគាត់មានចិត្តក្នុងការបម្រើព្រះអង្គជាមួយគ្នាដែរអរគុណព្រះអង្គសូមព្រះអង្គគិតពោហើយក៏នឹកចាំពីក្រុមនេះហើយបងប្អូននេះជួយឋានដែរអរគុណព្រះអង្គសូមព្រះអង្គគិតពោខ្ញុំស្រឡាញ់ព្រះយេស៊ូវ